កែណៃបន្ត្រីយុធិម្នាក់ដែលទៀមទាផ្ទះនៅក្នុងគម្រោងបុរីលេងនវត្រាត្រូវបានដោះស្រាយបញ្ចប់ហើយចំនួនរបស់បន្ត្រីយុធិជាមួយនឹងគម្រោងបុរីរបស់អ្នកអង្គញាលេងនវត្រាដែលត្រូវបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវបានដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រោមការសម្របសម្រួលរបស់ក្រមការងារក្រសួងរៀបចំដែនដីនគររូបពាណិជ្ជកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គញាលេងនវត្រានៅរសៀលថ្ងៃទី14ខែមករានេះបានសរសេរថាក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបពាណិជ្ជកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយកនិងព្រមទទួលយកដំណោះស្រាយចូលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកលៈទេសៈដ៏លំបាកនេះអ្នកអង្គញាលេងនវត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំចុះនៅថ្ងៃទី14វិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបុរីបានបន្តការសាងសង់តាមស្មារតីអង្គភាពប្រជុំ